កាលពីចុងសប្តាហ៍មុនយើងបានធ្វើដំណើរទៅភូមិមួយដែលជាភូមិអតីតសម័យខ្មែរក្រហមឈ្មោះថាភូមិជើងភ្នំយើងបានជួបសំណេះសំណាលជាមួយប្រជាជនដែលជាអតីតខ្មែរក្រហមយ៉ាងច្រើនក្នុងចំណោមប្រជាជនទាំងនោះយើងបានជួបយោធាម្នាក់ដែលធ្លាប់ធ្វើជាអ្នកយាមផ្ទះតាមុកក្រោយសមាហរណកម្មបញ្ចប់របបខ្មែរក្រហមនៅស្រុកអន្លង់វែងលោកពូបាននិយាយរៀបរាប់ពីរឿងរ៉ាវដ៏រន្ធត់មួយរបស់ផ្ទះតាមុកនៅឆ្នាំ2002ថាគាត់ជាយោធិនម្នាក់ចូលនិវត្តន៍ដែលពិការជាម្ខាងបន្ទាប់មកគាត់ទទួលបានការងារថ្មីមួយជាអ្នកមើលថែបោសសម្អាតនិងយាមផ្ទះតាមុកនៅឆ្នាំ2002ការធ្វើការជាអ្នកយាមនិងមើលថែផ្ទះនេះភាគច្រើនធ្វើតែពេលថ្ងៃប៉ុណ្ណោះហើយវេលាល្ងាចគាត់ជិះកង់ត្រឡប់មកផ្ទះវិញដោយប្រើជើងម្ខាងនិងទទួលជំនួយពីជើងឈើសិប្បនិមិត្តម្ខាងទៀតចម្ងាយពីផ្ទះតាមុកមកផ្ទះរបស់គាត់ប្រហែលជា15គីឡូម៉ែត្រការធ្វើការងារនេះគឺមិនតម្រូវឲ្យសម្រាកឬដេកក្នុងផ្ទះនោះឡើយពោលប្រសិនបើមិនត្រឡប់មកផ្ទះវិញពេលល្ងាចទេគាត់តែងតែចោលអង្រឹងសម្រាប់នៅតាមដើមឈើក្បែរនោះឬក៏ទៅសម្រាប់ផ្ទះអ្នកភូមិដែលរស់នៅជិតៗនោះផងដែរតាមរយៈចម្ងល់មួយបានសួរថាហេតុអ្វីបានជាគាត់មិនចូលទៅសម្រាប់ក្នុងផ្ទះតាមុកឬមានរឿងអ្វីកាត់ឡើងមែនទេគាត់បាននិយាយថាប្រជាជនដែលនៅទីនោះរួមទាំងគាត់ផងដែរមិនដែលហ៊ានចូលទៅសម្រាប់នៅផ្ទះនោះពេលយប់នោះឡើយគាត់បានបន្តទៀតថាគាត់មិនដឹងថាមានបញ្ហាអ្វីមួយកាត់ឡើងនោះឡើយប៉ុន្តែពួកគាត់គិតថានេះជាផ្ទះមេដឹកនាំរបស់ពួកគាត់មានចិត្តគោរពស្រឡាញ់ហើយពួកគាត់ជឿថាផ្ទះនេះមានមុនគាថាឬអ្នកការពារថែរក្សាក្នុងភាពជាអមនុស្សពោលអាចជាបល័យកូនក្ររបស់តាមុកដោយដកដង្ហើមធំបន្តិចគាត់បានលើករឿងមួយមកនិយាយថាក្រោយមកនៅចុងឆ្នាំ2002មានទាហានមួយក្រុមមានគ្នា3ឬ4នាក់បានមកស្នាក់អាស្រ័យនៅទីនេះពួកទាហានទាំងនោះមិនដែលហ៊ានចូលទៅសម្រាកក្នុងផ្ទះនោះនៅពេលយប់នោះឡើយព្រោះពួកគេទទួលបានព័ត៌មានការប្រាប់ពីអ្នកភូមិនៅក្បែរនោះមួយអាទិត្យក្រោយមកមានទាហានម្នាក់មានវ័យរៀងក្មេងជាងគេបន្តិចជាមនុស្សឆេវឆាវមិនសូវស្ដាប់អ្នកណានេះបើតាមការសង្កេតអត្តចរិតបានបបួលពួកក្រុមរបស់គាត់ផឹកស្រាចាប់ពីពេលរសៀលរហូតដល់វេលាល្ងាចរួចក៏បន្តដល់ពេលយប់ពួកទាហានទាំងនោះបានបបួលគ្នាចូលទៅដេកក្នុងផ្ទះនោះប៉ុន្តែគ្មាននរណាម្នាក់ហ៊ានក្រោកទៅនោះឡើយរំពេចនោះទាហានដែលមានវ័យក្មេងជាងគេបានក្រោកដើរទាំងស្រវឹងស្រាចូលទៅដេកក្នុងផ្ទះតាមុកម្នាក់ឯងបាត់ទៅឯទាហានផ្សេងទៀតក៏ស្រវឹងដេកដួលនៅជុំវិញទីតាំងផឹកស្រានោះទៅប្រហែលជាពាក់កណ្ដាលអាធ្រាត្រទាហាននោះបានរត់ចេញពីក្នុងផ្ទះយ៉ាងភ័យរន្ធត់គួរឲ្យខ្លាចដោយរត់ស្រែកប្រាប់ឲ្យគេជួយផងនិងនិយាយថាខ្ញុំលែងហ៊ានហើយសមាជិកក្រុមទាហានទាំងនោះបានរត់តាមហើយចាប់យកទៅឲ្យសម្រាកនៅផ្ទះអ្នកភូមិនៅក្បែរនោះទោះបីព្រឹកឡើងក៏ដោយទាហាននោះនៅតែមានសភាពភ័យខ្លាចនិងនិយាយពាក្យដដែលហើយមានពេលខ្លះរត់ទៅពួនក្នុងព្រៃផងដែរក្រុមទាហានទាំងនោះបាននាំគ្នាធ្វើដំណើរចាក់ចេញពីតំបន់នោះយ៉ាងប្រញាប់បំផុតមួយសប្តាហ៍ក្រោយមកគេបានទទួលដំណឹងថាទាហាននោះបានសះស្បើយឡើងវិញហើយគាត់បាននិយាយប្រាប់ពីរឿងរ៉ាវដែលគាត់បានជួបថានៅយប់នោះគាត់បានចូលសម្រាកក្នុងផ្ទះនោះអាកាសធាតុប្រែជាត្រជាក់ហើយគ្មានមុខខំនោះឡើយនៅពេលដែលគាត់ងងុយជាមួយនឹងការស្រវឹងតិចផងគាត់ក៏ឮសំឡេងប្រាប់ថាឆាប់ក្រោកចេញទៅគេមកដល់ឥឡូវហើយកន្លែងគេទេគាត់គិតថាប្រហែលជាគាត់ស្រវឹងឬស្រមោលសម័យទេគាត់ក៏បន្តដេកទៀតបន្តិចក្រោយមកផ្ទះទាំងមូលនិងដើមស្វាយទីនោះប្រែជារង្គើញាស់ហើយបាក់សង្កត់ទៅលើគាត់បានព្យាយាមរត់ចេញពីទីនោះប៉ុន្តែមានមនុស្សមានធំខ្មៅ3នាក់បានចាប់គាត់ជាប់មិនឲ្យរើនឹងរត់ទៅណានោះឡើយគាត់បានព្យាយាមអង្វរនិងព្យាយាមរត់ចេញពីផ្ទះនោះរឿងរ៉ាវទាំងនេះត្រូវបានប្រជាជនមួយចំនួនជឿថាផ្ទះតាមុកពិតជាមានមន្តអាថ័ន្តមែនហើយប្រជាជនខ្លះក៏គាត់មិនជឿរឿងដែលកើតឡើងនោះដែរព្រោះគាត់គិតថាមនុស្សស្រវឹងឬផឹកស្រាអាចមានសតិឬស្មារតីមិនគ្រប់គ្រាន់ឬមានបញ្ហាខួរក្បាលចេះតែនិយាយតាមការស្រមើស្រមៃឬកុហកធ្វើឲ្យអ្នកភូមិមានការភ័យខ្លាចជាដើមគូបញ្ជាក់ផងដែរថាផ្ទះតាមុកកសាងឡើងនៅឆ្នាំ1893ដែលមានទីតាំងស្ថិតនៅភូមិអភិវឌ្ឍឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យតាមុកជាមេដឹកនាំខ្មែរក្រហមមួយរូបដែលមានឥទ្ធិពលហើយបានភៀសខ្លួនមកនៅតំបន់អន្លង់វែងហើយបានធ្វើឲ្យតំបន់អន្លង់វែងក្លាយជាសមរភូមិចុងក្រោយនៃរបបខ្មែរក្រហម